អូនខែឆ្នាំពួកយើងលក្ខណៈមានអារម្មណ៍ថាដូចអត់ត្រូវគ្នាឯងអញ្ចឹងកន្លែងហ៊ានស្រឡាញ់បងអត់អញ្ចឹងណាហើយគាត់ថាអូខេឆ្នាំមួយថ្ងៃអីគេអញ្ចឹងទៅគាត់ក៏សួរមកខ្ញុំក៏ប្រាប់ឆ្នាំខ្ញុំទៅកាន់គាត់ហើយគាត់ក៏ដឹងខ្លួនឯងថាឆ្នាំគាត់និងឆ្នាំខ្ញុំហ្នឹងវាលក្ខណៈដែលអត់ត្រូវគ្នាវាឆុងគ្នាអញ្ចឹងណាសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Private Love របស់ខ្ញុំទៀតហើយថ្ងៃនេះខ្ញុំនឹងមកនិយាយពីថ្ងៃដែលពួកខ្ញុំសារភាពស្នេហ៍ទៅកាន់គ្នាអញ្ចឹងណាហើយរយៈពេលដែលពួកយើងបានមាន contact មួយគ្នា2ឆ្នាំប៉ុន្តែដោយសារតែដូចវីដេអូមុនរបស់ខ្ញុំនិយាយពីខ្ញុំឃើញគាត់នៅក្នុង Facebook ហើយខ្ញុំក៏បានឆាតទៅគាត់នៅក្នុងឆាតអីចឹងទៅហើយក៏ខ្ញុំនិយាយថា hello អីចឹង how are you អីចឹងសួស្តីសុខសប្បាយអត់អីចឹងទៅហើយពួកខ្ញុំក៏មានតំណែងមួយគ្នារយៈពេលយ៉ាងប្រហែលជាអាច2អាទិត្យហើយពួកខ្ញុំក៏ណាត់ជួបគ្នាហើយពួកយើងបាននិយាយពីការស្រឡាញ់គ្នាហើយនឹងពួកខ្ញុំសារភាពស្នេហ៍មួយគ្នាប៉ុន្តែអ្វីដែលសំខាន់ខ្ញុំបានសារភាពស្នេហ៍ទៅកាន់គាត់មុននឹងសារភាពស្នេហ៍ពួកខ្ញុំនិយាយថាខ្ញុំផ្ទាល់ហ្មងខ្ញុំជាបរិសុទ្ធខ្ញុំបាននិយាយថាអូនខែឆ្នាំពួកយើងលក្ខណៈមានអារម្មណ៍ថាដូចអត់ត្រូវគ្នាឯងអញ្ចឹងកន្លែងហ៊ានស្រឡាញ់បងអត់អញ្ចឹងណាហើយគាត់ថាអូខេឆ្នាំមួយថ្ងៃអីគេអញ្ចឹងទៅគាត់ក៏សួរមកខ្ញុំក៏ប្រាប់ឆ្នាំខ្ញុំទៅកាន់គាត់ហើយគាត់ក៏ដឹងខ្លួនឯងថាឆ្នាំគាត់និងឆ្នាំខ្ញុំហ្នឹងវាលក្ខណៈដែលអត់ត្រូវគ្នាវាឆុងគ្នាអញ្ចឹងណាហើយគាត់ក៏សម្រេចចិត្តថាអូខេគាត់ស្រឡាញ់ខ្ញុំក៏ថាអនឡាញទទួលបានមែនទេព្រោះអានឹងរឿងនឹងសំខាន់ណាព្រោះអានឹងជាអបិយជំនឿរបស់ខ្មែររបស់យើងឆ្នាំឆុងមួយគ្នាយើងអាចស្រឡាញ់គ្នាបានទេអញ្ចឹងខ្ញុំក៏គាត់ដល់ពេលគាត់សម្រេចចិត្តហើយខ្ញុំក៏ស្រឡាញ់គាត់ដែរគាត់ក៏ស្រឡាញ់ខ្ញុំដែរពួកយើងក៏ស្រឡាញ់គ្នាហ្មងទៅពួកខ្ញុំបានប្រើពេលមួយគ្នាស្រឡាញ់គ្នាអីចឹងទៅក្នុងការដែលពួកខ្ញុំស្រឡាញ់គ្នាពួកខ្ញុំមានភាពស្និទ្ធស្នាលមួយគ្នាខ្លាំងមែនទែនឲ្យតែពេលដែលគាត់ទំនេរគាត់សួរខ្ញុំណាហើយបើខ្ញុំទំនេរខ្ញុំនឹងសួរគាត់ថាអូនញ៉ាំបាយនៅហើយគាត់សួរខ្ញុំវិញថាបងណាថ្ងៃនេះចុះនៅខាងណាធ្វើការណាអីចឹងទៅញ៉ាំបាយនៅ Sweet សាហាវខ្ញុំនឹងមានវីដេអូតទៀតរឿងតាក់ទងនឹង Private Love របស់ខ្ញុំអរគុណ